នេះខ្ញុំមកបង្ហាញពីរបៀបស្ងោរជ្រក់ត្រីក្រហមចាខ្ញុំជឿជាក់ថាបងស្ត្រីមេផ្ទះទាំងឡាយប្រកាសជាឃើញការរៀបចំបែបនេះគឺគ្រាន់តែគាត់ឃើញគាត់ដឹងថាសម្លនេះគឺជាសម្លអ្វីហើយគាត់ថាការរៀបចំឬក៏របៀបធ្វើតាមផ្ទះនីមួយៗគឺខុសៗគ្នាអញ្ចឹងជាដំបូងគឺយើងមានត្រីក្រហមចំនួន2ក្បាលយើងធ្វើឲ្យស្អាតលាងឲ្យស្អាតហើយយើងកាត់ជាកង់ពីរបែបនេះមកបន្ទាប់មកយើងវះឆូតវាហើយបន្ទាប់មកគ្រឿងផ្សំរបស់យើងមានដូចជាស្ករសក្រីស្លឹកក្រូចគល់ម្ដេងហើយនិងម្ទេសបន្ទាប់មកក៏យើងមានក្រូចឆ្មាជីក៏យើងមានជីនឹងវងជីរណាហើយនិងស្លឹកខ្ទឹមណាបងចូលដល់គ្រឿងទេសរបស់យើងគឺយើងមានដូចជាម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេស្ករសចំនួន1កូនចានម្សៅស៊ុបខ្នុរអំបិលហើយនឹងទឹកត្រី1កូនចានចាឥឡូវនេះក៏យើងនេះជាគ្រឿងផ្សំដែលយើងត្រូវយកទៅស្ងោរជ្រក់ត្រីក្រហមរបស់យើងទាំងអស់គ្នាណាបងអូនអញ្ចឹងមុននឹងយើងធ្វើការបងគ្រឿងក៏ដូចជាដាក់ត្រីចូលគឺយើងត្រូវតែធ្វើការដាក់ដាំទឹកឲ្យពុះសិនឲ្យពុះបែបនេះបងបន្ទាប់មកចាំយើងដាក់ស្លឹកក្រូចចូលពេលដាក់ទឹកពុះហើយក៏យើងចាប់ផ្ដើមដាក់ស្លឹកក្រូចដាក់គល់ម្ដេងដាក់ជាមួយនឹងស្លឹកគ្រៃចូលហើយពេលដែលយើងដាក់ចូលអស់ហើយគឺយើងនៅពេលដែលយើងបងគ្រឿងស្លឹកគ្រៃស្លឹកក្រូចគល់ម្ដេងចូលក្នុងឆ្នាំងសម្លអស់ហើយគឺយើងទុកឲ្យវាពុះមួយសន្ទុះសិនបន្ទាប់មកចាំយើងដាក់សាច់ត្រីចូលបងអូនបន្ទាប់ពីយើងបងស្លឹកគ្រៃស្លឹកក្រូចពុះហើយឥឡូវនេះយើងធ្វើការដាក់ត្រីចូលទៅក្នុងឆ្នាំងសម្លណាបងអូនត្រីដែលយើងលាងស្អាតហើយហ្នឹងឥឡូវយើងធ្វើការដាក់ត្រីចូលយើងដាក់ត្រីចូលទាំងអស់តែម្ដងយើងចាប់វាដាក់ម្ដងបែបនេះបងអូនបន្ទាប់ពីយើងដាក់ត្រីហើយយើងយកវែកមកសកាត់ត្រីដើម្បីឲ្យវាលិចទឹកបែបនេះបងអូនហើយចាំយើងទុកឲ្យវាពុះបន្តិចពេលដែលវាពុះហើយបន្ទាប់មកចាំយើងដាក់គ្រឿងទេសរបស់យើងចូលបងអូនចូលដល់គ្រឿងទេសរបស់យើងដំបូងគេគឺយើងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរចូលមុនគេបងអូនយើងដាក់ម្សៅស៊ុបខ្នុរចូលហើយបន្ទាប់មកចាំយើងបងជាមួយនឹងបន្ទាប់មកគឺយើងដាក់ជាមួយស្ករសគឺយើងចាក់ទាំងអស់ហ្មងបងអូនហើយបន្ទាប់មកទៀតគឺយើងដាក់ជាមួយម្សៅស៊ុបបងអូនហើយចុងក្រោយគេគឺយើងដាក់ជាមួយនឹងទឹកត្រីហើយសម្រាប់ទឹកត្រីគឺយើងចាក់ត្រឹមទឹកត្រីយើងចាក់ត្រឹមពាក់កណ្ដាលកូនចានសិនបានហើយណាបងអូនចាំយើងថែមថយតាមក្រោយពេលដែលយើងដាក់គ្រឿងហើយអស់ហើយយើងទុកឲ្យវាពុះសិនណាហើយពេលដែលវាពុះហើយវាចេញពពុះបែបនេះបងអូនត្រូវតែយកវែកមកដុសពពុះនេះចេញឲ្យអស់ដើម្បីឲ្យទឹកសម្លរបស់យើងគឺវាថ្លាស្អាតអញ្ចឹងយើងត្រូវតែដុសពពុះនេះចោលឲ្យអស់កុំទុកបងអូនឲ្យតែវាឡើងពពុះបែបនេះត្រូវតែដុសចោលពពុះហ្នឹងគឺកុំទុកហ្មងព្រោះថាពពុះនេះគឺវាជាប្រភេទពពុះដែលវាចេញពីត្រីចេញពីអីមកអញ្ចឹងណាពពុះហ្នឹងចេញស្អាតទឹកសម្លទឹកស៊ុបរបស់យើងគឺវាថ្លាស្អាតហ្មងបងអូនអញ្ចឹងឥឡូវនេះគឺសម្លស្ងោរជ្រក់ត្រីក្រហមរបស់នាងខ្ញុំគឺបានឆ្អិនហើយឥឡូវយើងធ្វើការបិទភ្លើងណាអញ្ចឹងបងអូនអាចភ្លក់បានសម្រាប់រសជាតិអាចកំណត់ខ្លួនឯងបានតាមចំណង់ចំណូលចិត្តរបស់បងអូនណាបងអូនចូលចិត្តរសជាតិផ្អែមប្រៃជូរអីបងប្អូនអាចកំណត់រសជាតិខ្លួនឯងបានតាមចំណង់ចំណូលចិត្តរបស់បងប្អូនឥឡូវនេះយើងធ្វើការដួសត្រីដាក់ក្នុងចានណាពីព្រោះឥឡូវនេះគឺយើងបានធ្វើសម្លស្ងោរជ្រក់ត្រីក្រហមឆ្អិនហើយឥឡូវយើងធ្វើការដួសដាក់ចានពេលដែលយើងដួសដាក់ចានហើយយើងចាប់ផ្ដើមដាក់ជីដែលយើងបានហាន់ទុកហ្នឹងរោយពីលើមកបងអូនយើងរោយជីយើងចូលចិត្តជីច្រើនយើងដាក់ជីឲ្យច្រើនទៅបើយើងអត់ចូលចិត្តទេយើងដាក់បន្លែបានហើយយើងដាក់ជីហើយបន្ទាប់មកយើងធ្វើការចំបាច់ជាមួយនឹងក្រូចឆ្មាបើបងអូនចូលចិត្តញ៉ាំជូរអាចដាក់ពី3ចំណិតអីទៅបើយើងអត់សូវចូលចិត្តញ៉ាំជូរទេយើងដាក់តែមួយចំណិតពីរអីបានហើយយើងភ្លក់មើលសិនទៅបើសិនជាល្មមប៉ុណ្ណឹងតាមចំណូលចិត្តរបស់យើងចូលចិត្តប៉ុណ្ណឹងយើងកំណត់រសជាតិប៉ុណ្ណឹងទៅតែបើយើងចង់ជូរខ្លាំងយើងចំបាច់បន្ថែមតិចទៅបងអូនសម្រាប់ក្រូចឆ្មាបងអូនចង់ចំបាច់ដាក់ក្នុងកូនចានឲ្យហើយក៏បានឬក៏បងអូនចិត្តចំណិតដូចនឹងខ្ញុំនេះក៏បានដែរហើយសម្រាប់ប្រទេសវិញគឺនាងខ្ញុំអត់ហាន់ដាក់ចូលទឹកសឡទេពីព្រោះប្រទេសនាងខ្ញុំមានក្មេងអញ្ចឹងអត់ដាក់ទេព្រោះតែខ្លាចក្មេងហឹលគាត់ញ៉ាំអត់បានខ្ញុំកាត់ម្ទេសដាក់ក្នុងកូនចានទឹកត្រីវិញតែបើតែបងអូនអត់មានក្មេងទេអាចដាក់ចូលក្នុងសម្លបានអញ្ចឹងឥឡូវហ្នឹងសម្លស្ងោរជ្រក់ត្រីក្រហមរបស់យើងគឺបានរួចរាល់ហើយនេះដែរយ៉ាងមិនដែរបងអូនតំណងហេសម្រាប់នាងខ្ញុំតែមានក្មេងគឺខ្ញុំអត់ហាន់ម្ទេសដាក់ក្នុងទឹកសម្លទេខ្លាចក្មេងគាត់ហឹលញ៉ាំអត់កាន់អញ្ចឹងសម្រាប់តែបងអូនដែលអត់មានក្មេងអាចហាន់ម្ទេសដាក់ក្នុងទឹកសម្លក្នុងឆ្នាំងសម្លបានតែសម្រាប់នាងខ្ញុំគឺខ្ញុំញិចម្ទេសនៅក្រៅបែបនេះណាអ្នកដែលគាត់ចូលចិត្តញ៉ាំហឹលអាចដាក់ម្ទេសក្នុងទឹកសម្លបានបង្កើនរសជាតិកាន់តែឆ្ងាញ់បន្ថែមទៀតបងអូនអរគុណ